ការវីដេអូ slow motion នៅក្នុងកម្មវិធី Adobe Premium តែសម្រាប់លើកុំព្យូទ័រណាយើងគ្រាន់សួរថាកន្លែងកាត់ slow mo កាត់មិនចឹងហើយដាក់មក slow mo នឹងសិនយើងចង់បាន slow mo អញ្ចឹងនិយាយទៅបង្កើត project មួយមកហើយយើងទាញវីដេអូយើងចង់បានហើយយកត្រឹមណាខ្លះឲ្យស៊ីមួយបទចម្រៀងអញ្ចឹងស្ដាប់សិនស៊ីនេះថយតិចមកថយឲ្យមើលថាពីត្រឹមណាយើងចង់ slow mo អញ្ចឹងកាត់វាមកយកត្រឹមនេះហើយយើងអស់ឲ្យលើសិនទៅហើយយើងចុចលើនឹងហើយយើងមកស្ដាំមកហើយយើងស្ដាប់ speed duration នេះហើយគាត់នេះយើងដាក់តែមួយបានហើយមួយហើយខាងក្រោមថានេះយើងយក optical flow មកដើម្បីឲ្យវា smooth ហើយយើងសាក play វាទៅមើលវានឹងមានតែប៉ុណ្ណឹងអត់គាត់ដាក់ slow mo មានតែប៉ុណ្ណឹងអត់មានកែទៀតយើងចង់កាត់មួយទៀតយើងគ្រាន់តែធ្វើតែ slow mo តាមខ្ញុំទៅបានហើយដាក់តែនេះមួយទៅហើយយក optical ទៅបានហើយអញ្ចឹងវីដេអូតែប៉ុណ្ណឹងឯង